អ្នកនរគ្នាវីដេអូនេះកើតឡើងបានដោយសារការសប្បាយចិត្តរបស់ខ្ញុំចង់ដឹងសាច់រឿងមួយអត់តោះទៅតាមណានអ្នកនរគ្នាខ្ញុំគឺជាមនុស្សម្នាក់ដែលអត់ចូលចិត្តនៅផ្ទះទេនៅពេលដែលទនេចឹងនៅថ្ងៃអាទិត្យនេះខ្ញុំក៏មានកម្រងភ្លាមមួយខ្ទង់ចន្លោះម៉ោង3ល្ងាចខ្ញុំបានធ្វើដំណើរទៅទីតាំងមួយកន្លែងដែលអត់ស្គាល់ទេបានន័យថាខ្ញុំស្វែងរកវាដោយចៃដន្យគឺចេះតែជិះអត់មានគោលដៅទេដោយខ្ញុំមានម៉ូតូរបស់ខ្ញុំមួយគ្រឿងហើយនៅខ្លួនខ្ញុំមានដោយកតាបមួយដែរហើយក្នុងកតាបហ្នឹងគឺកាមេរ៉ារបស់ខ្ញុំនឹងឯងជិះចុះជិះឡើងក៏នាំខ្ញុំមកដល់កន្លែងមួយនៅជិតឯកំពង់ចាមហើយអ្នកនរគ្នាបានឃើញអត់នៅមុខខ្ញុំហ្នឹង fresh មែនតើគឺពោរពេញទៅដោយទឹកទន្លេមេគង្គរបស់យើងហ្មងឃើញស្អាតពេកហើយវាមានប្លង់មួយចំនួនដែលខ្ញុំចង់ថតដែរចឹងក៏ខ្ញុំបានចុះទៅក្រោមដើម្បីថតរូបហើយម៉ូតូខ្ញុំទុកនៅលើអ្នកនរគ្នាតាមពិតយើងមិនបាច់ទៅឆ្ងាយទេសូម្បីតែនៅជិតយើងក៏រកកន្លែងដែលធ្វើឲ្យយើង relax បានដែរតែវាតម្រូវឲ្យអ្នកនរគ្នាមានភាពក្លាហានបន្តិចដើម្បីជិះរកកន្លែងដែលស្អាតតោះតមករឿងយើងវិញខ្ញុំបានចុះមកដល់ទន្លេហើយក៏ឃើញគ្រួសារមួយគាត់កំពុងតែនេសាទត្រីខ្ញុំក៏បានយកពេលហ្នឹងទៅថតពួកគាត់ ចាំមើលtrongវីដេអូរូបដែលខ្ញុំបានថតខ្ញុំដាក់ឲ្យអ្នកនរគ្នាបានមើលតែអីដែលខ្ញុំចង់និយាយគឺគាត់ចិត្តល្អមែនទែនខ្ញុំទៅថតគាត់គឺគាត់ចង់ឲ្យត្រីខ្ញុំយកទៅផ្ទះទៀតអូយសប្បាយចិត្តហ្មងទោះអត់បានយកប៉ុន្តែពេលដែលគាត់ព្យាយាមបង្ខំឲ្យយើងយកទាំងដែលខ្ញុំអត់ចង់យកគាត់នៅតែព្យាយាមអញ្ចឹងមានន័យថាប្រជាជនខ្មែរយើងគឺចិត្តល្អមែនទែនតោះអញ្ចឹងទៅមើលរូបដែលខ្ញុំបានថតពួកគាត់ទាំងអស់គ្នា